ថ្ងៃនេះយើងទទួលបានបញ្ហាដែលអតិថិជនគាត់បោកបែកខ្លាំងបងប្អូនបោកឡើងខ្ទេចមកហើយ iPhone 12 Pro Max បញ្ហាបាក់ខូចតួបាទខូចអេក្រង់បាទក៏ខូចថ្មហ្នឹងហើយហើយជាក់ស្ដែងម៉ាស៊ីនដដែលគឺយើងធ្វើការផ្លាស់ប្ដូរតួថ្មីបាទផ្លាស់ប្ដូរអេក្រង់បាទស្អាតដូចដើមបានខែតយើងក៏ចេញបានច្រើនបាទរហូតដល់8ប្រអប់ដែរហើយយើងក៏ទទួលបាន iPad រហូតដល់2ដើមហើយមាន iPad Pro 12.9 បាទបញ្ហាដែលកង់ទូហើយនឹងខូចថ្មហើយនឹង iPad Pro បាទ11 inch ក៏បញ្ហាដែលប៉ោងខូចថ្មដែរឃើញថាតកតងនឹងការងារជួសជុលប្រចាំថ្ងៃបាទគឺមកចម្រោះមិនថាបញ្ហាអេក្រង់បញ្ហាដែលខូចលើផ្នែកម៉ាស៊ីនបាទផ្លាស់ប្ដូរគ្រឿងបន្លាស់បាទយើងទទួលបានបាទច្រើនរាល់ថ្ងៃនេះគឺបាទ Samsung Note 20 Ultra បញ្ហាដែលខូចអេក្រង់បាទយើងធ្វើការផ្លាស់ប្ដូរជាមួយនឹងប្រភេទអេក្រង់ OLED បាទឃើញថា Touch Smooth បាទ Color បាទអាចទទួលយកបានហើយនេះក៏ Samsung S21 Ultra បញ្ហាដែលខូចអេក្រង់ហើយនឹងបែកកញ្ចក់ខ្នងបាទនេះយើងធ្វើការផ្លាស់ប្ដូរបាទជាមួយនឹងប្រភេទអេក្រង់ OLED ដូចគ្នាដែរបញ្ហាដែលធ្លាក់បាទខូចតួហើយនឹងខូចអេក្រង់ iPhone 11 Pro Max បាទនេះបញ្ហាដែលស្ទើរថ្ម iPhone 12 Pro Max បាទក៏ដូចជា XS Max បាទបញ្ហាដែលខូចអេក្រង់ហើយនឹងប៉ោងបាទខូចថ្មហើយបានខេតយើងក៏ទទួលបានរហូតដល់3ប្រអប់បាទសម្រាប់មួយដើមមុនគេនេះគឺបាទ Pixel អតិថិជនផ្ញើមកផ្លាស់ប្ដូរអេក្រង់បាទបន្ទាប់ទៀតបាទយើងក៏ធ្វើការ unbox ជាមួយនឹង iPhone 11 Pro Max ធ្លាប់ឡើងស៊េរីបាទបោកឡើងខ្ទេចហើយអាចជួយបានណាបងប្អូនមកដើមចុងក្រោយ iPhone 11បាទអតិថិជនគាត់ផ្ញើមកឡើង G ដើមនេះគឺ64ហ្នឹងហើយយើងឡើងរហូតដល់ 256G បាទឡើង memory ធំបាទដាក់ឯកសារបានច្រើនបងប្អូន